បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយតើតើនឹងការដាក់ខ្លះឬក៏លីសពេលដែលយើងមានជាម៉ាត្រីបែបនេះហើយយើងចង់មានន័យថាយើងកំណត់ពេលយើងកំណត់ខ្លះវាទៅថាខ្លះ1ហ្នឹងស្មើប្រហែលមេហ្គាប៉ាស្កាល់ខ្លះ2ស្មើប្រហែលខ្លះ3ស្មើប្រហែលអញ្ចឹងដើម្បីអាចដាក់កំណត់ខ្លះហ្នឹងបានយើងត្រូវចូលទៅកាន់ input and output ហើយយើងយកពាក្យ basic ហ្នឹងហើយយើងយកពាក្យ combo box អញ្ចឹងមកដល់ហើយនេះឥឡូវនេះយើងដាក់ឈ្មោះទៅយើងដាក់ថាខ្លះដាក់ខ្លះចឹងមកបន្ទាប់មកកន្លែងនេះខ្ញុំដាក់ថាវាជាខ្លះមួយចុះខ្លះមួយខ្ញុំចង់សំដៅទៅលើ12 megapascal អញ្ចឹង12អញ្ចឹងកន្លែង unit ហ្នឹងគឺຂະຫນາດគឺជា megapascal សាច់លើបងប្អូនចង់ដាក់ជាគីឡូញូតុនក៏បានជាប៉ាស្កាល់ក៏បានអញ្ចឹងវាមានច្រើនអញ្ចឹងយើងចង់តម្លាក់វាចុះក្រោមអញ្ចឹងយើងប្រើ shortcut shift enter ទៅឧទាហរណ៍មានប្រហែលមាន10អញ្ចឹងមកចុចចោលសិនមកអូខេអញ្ចឹងយើងវាយមកខ្លះ2ខ្លះ3 4ខ្លះ5 6អញ្ចឹងទៅចឹងមួយទៅហោសិននេះ16ហើយ25 30 35 40 45ចឹងនេះខ្លះ7 8អូខេអញ្ចឹងយើងបានប៉ុណ្ណឹងយើងគ្រាន់តែអូខេទៅវាបានហើយអញ្ចឹងយើងមូលវាទៅយើងតាមមូលឡើងនេះទៅឧទាហរណ៍ថាយើងចង់កែតម្លៃខ្លះហ្នឹងយើងចង់កែយើងគ្រាន់តែម៉ៅស្ដាំលើវាយកពាក្យ edit មកនេះឧទាហរណ៍នេះគេយើងលុបអីធម្មតាកែធម្មតាបើយើងចង់ឧទាហរណ៍យើងចង់លុបអាលេខ8ហ្នឹងចោលយើងគ្រាន់តែលុបចឹងមកហើយយើងអូខេទៅវាបាត់ខ្លះ8ហើយយើងអត់អាចលុបអាចពេលនៅក្នុងហ្នឹងបានណាមានន័យថាយើងចេញមកវាបាត់តែម្ដងអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្ណឹងរបៀបដាក់ខ្លះបាទសូមអរគុណអ្នកទាំងអស់គ្នា